បាទសូមជម្រាបសួរនិងស្វាគមន៍សាច់ថ្មីមកកាន់ Channel ខ្មែរ UE Team បាទបងប្អូនអរគ្នាមានសំណួរជាច្រើនដែលតាក់ទងទៅនឹងអភ័យនីណាបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងធ្វើការមកបកស្រាយក៏ដូចជាឆ្លើយសំណួរឬក៏ចម្ងល់បងប្អូនខ្លះៗដែលតាក់ទងទៅនឹងអភ័យនីបងប្អូនដឹងហើយថាអភ័យនីវាទលំទលាយជាងធនាគារផ្សេងៗទាំងអស់ពីព្រោះវាអាចទទួលលុយពីបណ្ដាប្រទេសផ្សេងៗបានច្រើនប្រទេសមិនតែមួយប្រទេសទេគឺច្រើនប្រទេសផ្សេងទៀតបាទអញ្ចឹងការបង្កើត account បងប្អូនខ្លះគាត់មានបញ្ហានេះអត់ឃើញរូបលុយដុល្លាររូបអឺរ៉ូឬក៏រូបលុយផោនហ្នឹងអញ្ចឹងណាបាទអញ្ចឹងបងប្អូនបើសិនជាអត់ឃើញអញ្ចឹងទេបានន័យថាបងប្អូនហ្នឹងចុះឈ្មោះខុសហើយណាបាទចុះឈ្មោះខុសហើយទី1គឺបងប្អូនចុះឈ្មោះសម្រាប់តែផ្ញើលុយទេគឺមិនមែនសម្រាប់ទទួលលុយទេណាអញ្ចឹងអាពីរហ្នឹងត្រូវចែកគ្នាដាច់ពេលដែលយើងចុះឈ្មោះហ្នឹងគេយើងមានតែប៊ូតុងមួយសម្រាប់ឲ្យយើងជ្រើសរើសថាតើយើងដើម្បីទទួលលុយឬក៏ផ្ញើលុយហើយមួយទៀតគឺយកទាំងពីរគឺផ្ញើលុយផងនិងទទួលលុយផងណាអញ្ចឹងបងប្អូនមើលអាវីដេអូទី1របស់ខ្ញុំបានបង្ហាញរួចហើយអញ្ចឹងបើសិនជាអត់ឃើញបានន័យថាបងប្អូនចុះឈ្មោះខុសហើយហើយមួយទៀតគឺដាក់តាក់សញ្ញាប័ណ្ណកាលណាដែលបងប្អូនធ្វើត្រឹមត្រូវទៅតាមមេរៀនរបស់ខ្ញុំដែលបង្ហាញពីមុនមកបងប្អូននឹងអាចដាក់អត្តសញ្ញាណប័ណ្ណបញ្ជាក់បងនៅកន្លែងនេះនៅកន្លែង setting នេះណាបាទអញ្ចឹងបងប្អូនចូលមកកន្លែង setting ហើយបងប្អូនចុចកន្លែង verify center នេះអញ្ចឹងវានឹងនាំបងប្អូនឲ្យទៅមានកន្លែងដាក់អត្តសញ្ញាណប័ណ្ណប៉ុន្តែដោយសារតែយើងដាក់រួចរាល់ហើយវាអត់បង្ហាញនៅកន្លែងនេះទេអញ្ចឹងវាបង្ហាញនៅក្នុង history នេះម្ដងអញ្ចឹងយើងចុចមកកន្លែង history មកយើងឃើញថា business profile ហ្នឹងគឺនៅ under review នៅឡើយហើយ national ID ហ្នឹងគឺបាន approve រួចរាល់ហើយបានន័យថាបញ្ជាក់រួចរាល់ហើយគឺអត្តសញ្ញាណប័ណ្ណហ្នឹងពិតប្រាកដមែនបាទអញ្ចឹងអាហ្នឹងចំណុចទី2ហើយចំណុចទី3បងប្អូនសួរថាធ្វើម៉េចបានកន្លែង receive account នេះ receiving account វាលោតចេញនៅកន្លែងនេះបាទអញ្ចឹងអាហ្នឹងមិនងាយទេបងប្អូនណាខណៈចង់បញ្ជាក់អញ្ចឹងបងប្អូនណាដែលមើលវីដេអូមុនហើយបងប្អូនមកមើលអានេះទៀតបានជាក់ច្បាស់បានអស់សង្ស័យណាបាទអញ្ចឹងដើម្បីទទួលបានមុខងារណា receiving account នេះទី1គឺបងប្អូនត្រូវតែមានលុយតម្កល់នៅក្នុងហ្នឹង$50ណាបាទមានលុយតម្កល់នៅក្នុងហ្នឹង$50ហើយបញ្ហាដែលបងប្អូនចុះឈ្មោះតាម link របស់ខ្ញុំនៅខាងក្រោមហ្នឹងបងប្អូននឹងទទួលបាន$25 $25ហ្នឹងគឺមិនមែនចុះភ្លាមបានភ្លាមទេលុះត្រាតែបងប្អូនមានលុយនៅក្នុង account $50ហើយបានគេបូកអាលុយ$25ហ្នឹងគឺបូកឲ្យយើងយកតែម្ដងណាបាទឬក៏$100អញ្ចឹងទៅគេនឹងធ្វើការបូកនៅអាទឹកប្រាក់ដែលបងប្អូនចុះឈ្មោះតាម link របស់ខ្ញុំខាងក្រោមហ្នឹងគេនឹងបូកឲ្យបងប្អូនតែម្ដងគឺថែមឲ្យ$25តែម្ដងណាបាទអញ្ចឹងសួរថាធ្វើម៉េចណាដើម្បីផ្ញើលុយចូលមកក្នុងអាកុងហ្នឹងបាទអញ្ចឹងគឺនៅក្នុងហ្នឹងខ្ញុំបង្ហាញមានរបៀបចំនួន4ដែលបងប្អូនអាចធ្វើការផ្ញើលុយទៅកាន់កុងហ្នឹងណាកុងធនាគាររបស់យើងហ្នឹងធ្វើមិនឲ្យលុយនៅក្នុងកុងហ្នឹងគឺបានន័យថាវាមានគ្រប់ចំនួន$50ក្រុមហ៊ុនណាក៏គេធ្វើចឹងដែរណាក៏មិនថាវាយ bank ទេឬក៏ភ័យអានីទេគឺធ្វើដូចគ្នាគឺត្រូវប៉ុន្តែវាយ bank គឺត្រូវតម្កល់$20ប៉ុន្តែភ័យអានីគឺតម្កល់$50ណាបាទអញ្ចឹងនៅក្នុងភ័យអានីនេះគឺមានខ្ញុំបង្ហាញពី4របៀបដែលរបៀបខ្លះពិបាកហើយក៏របៀបខ្លះក៏វាស្រួលដែរអញ្ចឹងបងប្អូនមើលមកចំណុចទី1ចំណុចទី1គឺនិយាយពី Fiverr ណា Fiverr នេះ Fiverr ហ្នឹងបានន័យថាយើងធ្វើការលក់រូបភាពលើឬក៏លក់វីដេអូឬក៏អីដែលគេហៅថា gig ហ្នឹងណាបាទអញ្ចឹងពេលដែលមានអ្នកណាម្នាក់ទិញវីដេអូឬក៏ទិញរូបភាពរបស់យើងអញ្ចឹងក្រុមហ៊ុន Fiverr ហ្នឹងវានឹងផ្ញើលុយទៅចូលនៅក្នុងកុងភេនីរបស់យើងនេះដោយតាមរយៈ email ទោះបីជាយើងអត់ទាន់មាន receiving account ហ្នឹងក៏ដោយណាបាទតាមរយៈ email មិនឧទាហរណ៍ថាយើងឧទាហរណ៍ថាexample បាទ example ខ្ញុំសេឧទាហរណ៍ណាបាទexample @gmail.com ឧទាហរណ៍ថាបងប្អូនបង្កើតជាមួយ Gmail អញ្ចឹងបាទពេលដែលយើងលក់
អីវ៉ាន់ឬក៏លក់រូបភាពរបស់បងប្អូនដែលគេហៅថា gig ហ្នឹងពេលមានអ្នកណាម្នាក់ទិញគឺវានឹងធ្វើការឲ្យយើងដាក់ pay out ហើយ pay out ហ្នឹងវាអត់ត្រូវការលេខ receiving ហ្នឹងទេគឺវាយកតែ Gmail យើងទេបានន័យថាយើងដាក់តែ Gmail pay អានាមកយើងរើស pay អានាមកណាយើងរើស pay អានាមកហើយយើងគ្រាន់តែដាក់ Gmail របស់ pay អានាណាទៅក្រុមហ៊ុនហ្នឹងវានឹងផ្ញើលុយទៅតាម Gmail ហ្នឹងចូលនៅក្នុងកុង pay អានារបស់យើងតែម្ដងអញ្ចឹងពេលដែលយើងមានគ្រប់$50ទៅគឺយើងនឹងមានឱកាសមិនមែននិយាយមានឱកាសទេគឺគោលការណ៍របស់វាឲ្យធ្វើអញ្ចឹងអ្នកនរគ្នាណាបាទគឺយើងនឹងទទួលបាន receiving account ហើយព្រោះគេអត់ដាក់ឲ្យដោយសារតែអ្នកដែលបង្កើត account ហ្នឹងវាច្រើនពេកហើយអត់ប្រើ account pay អានាហ្នឹងណាបាទអញ្ចឹងបានគេដាក់លក្ខខណ្ឌអញ្ចឹងពីមុនមកគឺអត់ទេគឺបង្កើតភ្លាមបានភ្លាមណាគឺប៉ុន្តែដោយសារតែមានបងប្អូនគាត់បង្កើតច្រើនហើយអត់ប្រើអញ្ចឹងក្រុមហ៊ុន pay អានាហ្នឹងគឺគាត់ដាក់លក្ខខណ្ឌថ្មីអញ្ចឹងទៅបាទគឺ$50អានេះចំណុចទី1ចំណុចទី2គឺតាមរយៈការរកលុយជាមួយនឹងកម្មវិធី short ad ផ្សេងណាបាទ short URL ណាបានន័យថាកម្មវិធីដែលយើងដាក់ link ឲ្យគេចុចហើយlink ហ្នឹងមាន load ពាណិជ្ជកម្មមានអីហើយបានឲ្យយើងរំលងពាណិជ្ជកម្មហ្នឹងហើយបានចូលទៅកាន់អីមួយដែលយើងបានដាក់កំណត់ពីដើមមកអញ្ចឹងណាបាទអញ្ចឹងបើមាននរណាម្នាក់ចុចនៅលើ link ហ្នឹងដូចអានេះគឺជាការរកលុយនៅក្នុងតាមរយៈគេហៅថា URL ចឹងក្រុមហ៊ុន URL ទាំងអស់មិនថាតែ AdFly ឬក៏អីទេផ្សេងទៀតមានច្រើនណាបងប្អូនអរនេះណាគឺវានៅក្រុមហ៊ុនទាំងអស់ហ្នឹងនឹងធ្វើការ pay out ដូចជាក្រុមហ៊ុនមុនដែរគឺនឹងធ្វើការផ្ញើទៅកាន់ pay អានាដែលជា account pay អានារបស់បងប្អូនហ្នឹងគឺតាមរយៈ Gmail តែមួយមុខគត់ណាបាទអានេះចំណុចទី2ហើយចំណុចទី3គឺការដាក់លក់សភៅឬក៏លក់ផលិតផលអីផ្សេងនៅក្នុង Amazon ណាបាទ Amazon ហ្នឹងគឺពីមុនគឺដាក់ Gmail ឥឡូវនេះគឺដាក់ receiving account ដែរណាគឺមានលេខ account មានលេខកុងធនាគារដូចគ្នាបាទអញ្ចឹងកាលពីមុនគឺផ្សេងឥឡូវនេះគឺ update ថ្មីគឺត្រូវតែដាក់លេខកុងដែរណាបាទអញ្ចឹងតាមរយៈការលក់សភៅលក់អីហ្នឹងនៅក្នុង Amazon ហ្នឹងបងប្អូនអាចទៅពិនិត្យមើលបានណាបាទឥឡូវខ្ញុំជាអ្នកលក់សភៅម្នាក់ដែរខ្ញុំបង្ហាញតែម្ដងទៅបាទខ្ញុំលក់សភៅនៅក្នុង Amazon ហ្នឹងអញ្ចឹងនេះគឺជាសភៅរបស់ខ្ញុំណាបាទអញ្ចឹងពេលដែលមានអ្នកម្នាក់ទិញសភៅទិញអីពីចេញពីហ្នឹងទៅលុយហ្នឹងនឹងធ្លាក់ចូលទៅកាន់កុង pay អានារបស់បងប្អូនដែលយើងបានភ្ជាប់ដោយប្រើតែ Gmail តែមួយមុខទេណា Gmailរបស់ pay អានាដែលដូចជាខ្ញុំបានបង្ហាញខាងដើមហ្នឹងបាទហ្នឹងចំណុចបាទអញ្ចឹងពេលដែលបងប្អូនទទួលបាន$50នៅក្នុង account ហើយណាគឺបានន័យថាប្រើបានរហូតហើយទោះបីជាបងប្អូនដកលុយចាយអស់ពីក្នុងកុងហ្នឹងក៏នៅតែមានលេខ account សម្រាប់បងប្អូនប្រើវាដែរហើយលេខ account ហ្នឹងគឺប្រើបានរហូតតែម្ដងណាបាទឥឡូវខ្ញុំឧទាហរណ៍នេះដូចជាប៊ូតុងនេះ account របស់ខ្ញុំផ្ទាល់នេះគឺមានពាក្យថា receiving account ហ្នឹងតែម្ដងណាអញ្ចឹងយើងយកអាហ្នឹងពេលទៅចុចអាហ្នឹងមកមានលេខកុងលេខកូដលេខ router លេខ routing number អីហ្នឹងណាគឺយើងគណផ្ញើហ្នឹងទៅគឺ account របស់យើងគឺគេនឹងផ្ញើលុយតាមធនាគារហើយយើងមានឈ្មោះនៅធនាគារនៅសឹងតែគ្រប់ប្រទេសគឺនៅអាមេរិកមួយជប៉ុនមួយណាអូស្ត្រាលីមួយអង់គ្លេសមួយហើយនឹងនេះពួកធនាគារ UR នេះអញ្ចឹងបានន័យថាឈ្មោះយើងគឺមានគ្រប់ប្រទេសទាំងប្រមាណហ្នឹងអញ្ចឹងចង់យើងទៅរកលុយនៅប្រទេសណាក៏បានដែរនៅក្នុងចំណោមទាំងអស់ហ្នឹងបាទហើយអញ្ចឹងបងប្អូនត្រូវចំណាយ$60បើសិនតែបងប្អូនចង់លឿនណាគឺផ្ញើមកខ្ញុំនឹងធ្វើការបាញ់ចេញពី account របស់ខ្ញុំហ្នឹងចូលទៅកាន់កុងរបស់បងប្អូនតែម្ដងបាទគឺបងប្អូនផ្ញើខ្ញុំតាម ABA ឬក៏ AC ហ្នឹងមកណាផ្ញើចូលកុងខ្មែរទៅព្រោះអានេះខ្ញុំបានភ្ជាប់ជាមួយនឹងកុងធនាគាររបស់ខ្ញុំហើយពេលដែលបងប្អូនបាញ់ចូលមកក្នុងកុងខ្ញុំនឹងផ្ញើពីកុងធនាគារខ្មែរហ្នឹងគឺចូលនៅក្នុងនេះហើយបានខ្ញុំធ្វើការបាញ់បញ្ជូនបន្តពីធនាគាររបស់អាមេរិករបស់ខ្ញុំនេះជូនទៅកុងរបស់បងប្អូនតែម្ដងណាបាទអញ្ចឹងបងប្អូននឹងមាន$50ហើយបងប្អូននឹងបានទទួល receiving account ហ្នឹងហើយណា
mà hay đôi khi mà bật chạy bom ổn đấy nhóm nè lộ phâu ná tam Amazon hay chẳng này cứ chỉ một bảo nhóm này chui bom ổn ai chôn tụi chạy mở bán đòi giờ phâu nó cứ lộ thầm tay tầm lại môi là chiên đi bà bom ổn ai chôn tụi an rồi có chôn tụi tình bà chẳng là bây giờ mình là nè tình phâu nhóm máy cứ Amazon đang nhau chôn một căn con tình kia con tình kia mà địch bao dân tạm đo bà trang video nó bà hai bên nắng bà bộ nam miền sầm ngó rồi có sầm núa ai comment càng còng bà thém nằm bay ở trong chơi và tỏ tiệt bà sầm